cắt slab ចំមោះត្រូវតែមានស្នាមបើគេថាអត់ស្នាមទេអានោះគេកុហកយើងហើយមូលហេតុអីបានលោកគ្រូនិយាយបែបនេះដោយសារក្នុងការវះកាត់ទាំងអស់គឺត្រូវតែមិនសល់ស្លាកស្នាមឯគ្រាន់តែការជាស្នាមហ្នឹងគឺមានការថែទាំនិងការព្យាបាលត្រឹមត្រូវតែធ្វើឲ្យស្លាកស្នាមហ្នឹងគឺទូចបំផុតតែភាសាបច្ចេកទេសគេហៅថា fine line fine line ហ្នឹងគឺជាស្នាមដែលនៅកលៈចំមុខដែលយើងពិនិត្យមើលទៅគឺសឹងតែថាបើមើលពីមុខផ្លែតគឺមើលអត់ដឹងទេដោយសារពណ៌វាគឺតែមួយឆ្នូតហើយវាលាក់នៅទៀនចំមុខអញ្ចឹងបងប្អូនដែលកាត់ស្នាមចំមុខបងប្អូនត្រូវតែទទួលស្គាល់ថាក្រោយការវះកាត់បងប្អូននឹងមានស្នាមតិចតួចប៉ុន្តែស្នាមហ្នឹងបើយើងមិនទៅញែកឲ្យគេឃើញទេគឺគេអត់ដឹងទេហើយមួយទៀតក្នុងការកែស្លាបចំមុខនេះដែរលោកគ្រូតែងតែណែនាំពីរបៀបថែទាំដោយសារតិចនិចនៅទីនេះយើងធានាឲ្យយើងធានាកាត់រុនចំមុខស្មើគ្នាស្លាបភ្នែកចំមុះនៅកលៈចំមុះច្បាស់លាស់អត់ឲ្យនៅលើស្លាបចំមុះទេអត់ឲ្យកាត់ឲ្យមានកលៈពីរជាន់ទេហើយបើតម្រង់វិញគឺធានាតម្រង់ដែលស័ក្តិសមបំផុតសម្រាប់អតិថិជនហើយគាត់ចំណាយលុយប៉ុណ្ណឹងយើងនឹងផ្ដល់ជូនគាត់នៅការតិចនិចមួយដែលដេស្អាតហើយប្រើចេះដែលល្អបន្ទាប់មកទៀតយើងកាត់ចេះយើងផ្ដល់ការថែទាំរបួសទៀតអញ្ចឹងស្លាកស្នាមបទពិសោធន៍អតិថិជនយើងគឺភាគរយច្រើនណាស់ដែលគាត់មានស្នាមតិច